ជាប់ពាក្យបានជាង5ខែពិធីការនីហេងកៅនីតាត្រៀមសម្រាប់កូនឆាប់តាមរយៈវីដេអូនិងរូបភាពជាច្រើនបង្ហាញឲ្យឃើញថាពិធីការនីរូបស្រស់ហេងកៅនីតាកំពុងមានផ្ទៃពោះនិងត្រៀមសម្រាប់កូនក្នុងពេលឆាប់បន្ទាប់ពីភ្ជាប់ពាក្យបានជាង5ខែបន្ទាប់ពីពិធីការនីហេងកៅនីតាចូលរួមពិធីមង្គលការរបស់បងប្អូនតារាកំ ប្លែងបៃឌីកាលពីពេលថ្មីនេះបានធ្វើឲ្យអ្នកចូលរួមមានការភ្ញាក់ផ្អើលជាខ្លាំងពីព្រោះនាងមានផ្ទៃពោះជិតគ្រប់ខែហើយក្រោយពីប្រកាសភ្ជាប់ពាក្យបានជាង5ខែថ្មីត្បិតតែកំពុងមានផ្ទៃពោះក៏ពិតមែនហេងកៅនីតានៅតែមានរូបសម្រស់ស្រស់ស្អាតទាំងមិត្តភ័ក្តិក៏ដូចជាអ្នកគាំទ្របានលន់មាត់សរសើរថានាងស្រស់ស្អាតជាងពេលនៅលីវទៅទៀតដោយមហាជនបានដឹងស្រាប់ហើយថាពិធីការនីហេងកៅនីតាបានភ្ជាប់ពាក្យកាលពីថ្ងៃទី19ខែកញ្ញាឆ្នាំ2026ដោយបានអញ្ជើញមិត្តភ័ក្តិសិល្បករជាច្រើនរូបចូលរួមអបអរសាទរចំពោះពិធីមង្គលការរបស់នាងនៅពុំទាន់រៀបចំឡើងនៅឡើយទេដោយសារតែនាងចង់ទុកពេលវេលាដើម្បីបំពេញការងារមួយចំនួនឲ្យចប់សិនប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺនាងបែបជាបង្ហាញវត្តមាននៅពេលដែលខ្លួនកំពុងមានផ្ទៃពោះជិតគ្រប់ខែទាំងមិនទាន់រៀបចំពិធីមង្គលការតាមគម្រោងដែលខ្លួនបានគ្រោងទុកទោះបីជាយ៉ាងណាទាំងមិត្តភ័ក្តិសិល្បករក្នុងនិងក្រៅសិល្បៈព្រមទាំងអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរឲ្យនាងមានសុខភាពល្អទាំងម្ដាយនិងកូនហេងកៅនីតាពិតជារីករាយជាមួយកំណើតកូនដំបូងរបស់ខ្លួនសូម្បីតែស្វាមីនាងក៏មិនបានឲ្យនាងធ្វើការបន្តទៀតដែរនាងក៏បានផ្អាកការងារទាំងស្រុងដើម្បីទុកពេលវេលាថែទាំសុខភាពចាប់តាំងពីពេលមានកូនមកហេងកៅនីតាកាន់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីស្វាមីទ្វេដង